មេបញ្ជាការយោធាភូមិភាគទី2របស់ថៃលោកវេរាយុទ្ធរសិលបានធ្វើការថ្លែងបញ្ជាក់ជាថ្មីនៅខេត្តបុរីរាមកាលពីថ្ងៃអាទិត្យថ្ងៃទី5ខែតុលាឆ្នាំ2025នេះថាប្រទេសថៃនឹងសាងសង់របងព្រំដែនតាមបណ្ដោយព្រំដែនកម្ពុជាថៃនៅតំបន់យុទ្ធសាស្ត្រសំខាន់នៅក្នុងនោះក៏មានការដំឡើងនិងបំពាក់នូវកាមេរ៉ាសុវត្ថិភាពសម្រាប់ការត្រួតពិនិត្យឆ្លូបយកការនៅពេលយប់ផងដែរដើម្បីការពារសុវត្ថិភាពកងទ័ពថៃនិងប្រជាជនថៃនៅតាមព្រំដែនចំណែកព័ត៌មានក្តៅថ្មីមួយទៀតអ្នកនាំពាក្យកងទ័ពជើងគោកថៃលោកវិនថៃសូវ៉ារីបានធ្វើការបញ្ជាក់ឆ្លើយតបជាថ្មីពីបញ្ជាការដ្ឋានកងទ័ពភូមិន្ទថៃនៅវេលាម៉ោង 1:40 នាទីរសៀលនៅថ្ងៃសុក្រទី3ខែតុលាឆ្នាំ2025នេះថាលោកមិនអើពើនឹងសំណើរបស់ភាគីកម្ពុជានឹងការទាមទារឲ្យកងទ័ពថៃដោះលែងទាហានកម្ពុជាទាំង18នាក់នោះឡើយកងទ័ពថៃនៅតែបន្តឃុំខ្លួនទាហានកម្ពុជាទាំង18រូបដដែលលោកសង្កត់ធ្ងន់ថាប្រសិនបើកម្ពុជាមានការព្រួយបារម្ភភាគីកម្ពុជាអាចឲ្យអន្តរជាតិចុះសួរសុខទុក្ខទាហានរបស់ខ្លួនបានធម្មតាប៉ុន្តែកងទ័ពថៃនឹងមិនបញ្ជូនត្រឡប់មកវិញនោះឡើយ។